រឿងឆ្មានិងកញ្ជ្រោងមានដំណាលមកថាឆ្មានិងកញ្ជ្រោងគឺជាមិត្តសម្លាញ់នឹងគ្នាថ្ងៃមួយកញ្ជ្រោងបបួលឆ្មាទៅលេងស្រុកកំណើតរបស់ខ្លួនដែលស្ថិតនៅឆ្ងាយដាច់ស្រយាលឆ្មានិងកញ្ជ្រោងដើរបណ្ដើរប្រឡែងគ្នាបណ្ដើរសើចសប្បាយតាមផ្លូវរហូតព្រោះពួកគេគិតថាបើដើរស្ងៀមមើលទៅដូចជាឃើញផ្លូវនៅឆ្ងាយពេកឆ្មានិងកញ្ជ្រោងសុទ្ធតែមានគំនិតខិលខូចដូចគ្នានៅតាមផ្លូវពួកវាចូលលួចមាន់លួចទាលួចត្រីអ្នកភូមិស៊ីតាមតម្រេះប្រាជ្ញាក៏ល្បិចរៀងខ្លួនពេលគេដឹងតាន់នាំគ្នារត់គេចយ៉ាងលឿនចូលក្នុងព្រៃក្បែរភូមិបាត់ភ្លាមរួចហើយក៏នាំគ្នាមកសំងំស៊ីសាច់មាន់ទាត្រីយ៉ាងសប្បាយចិត្តស៊ីឆ្អែតអួតគ្នាថែមទៀតថាពួកអ្នកភូមិល្ងងណាស់មិនអាចចាប់ពួកវាបានទេកំពុងតែអួតគ្នាទៅវិញទៅមកស្រាប់តែមានសម្រាប់ជើងជាច្រើននៅក្បែរនោះកញ្ជ្រោងសួរទៅឆ្មាថាណែឆ្មាឯងអួតថាខ្លួនខ្លាំងពូកែតើឯងចេះតម្រេះប៉ុន្មានមុខដែរចំណែកគ្នាវិញគ្នាមានចំណេះ100មុខឆ្មាឆ្លើយតបវិញចំណែកគ្នាវិញមានចំណេះតែ1មុខគត់តែចំណេះ1មុខហ្នឹងស្មើនឹងគេចេះ1000មុខកំពុងតែនិយាយគ្នាស្រាប់តែឃើញព្រានព្រៃនឹងឆ្កែមួយវងដើរមកដល់សត្វកំហិលទាំងពីរបាត់មាត់ឈឹងឆ្មាស្រែកប្រាប់កញ្ជ្រោងថាវើយអាសម្លាញ់គ្រោះថ្នាក់មកដល់ហើយយកតម្រេះ100មុខរបស់ឯងមកប្រើរំដោះខ្លួនឲ្យរួចទៅថាហើយឆ្មាក៏លោតផ្លោតឡើងដើមឈើពួននៅលើប្រគាបឈើបាត់ចំណែកកញ្ជ្រោងរត់ឆ្លេឆ្លាគិតចុះគិតឡើងមិនដឹងគិតអ្វីឲ្យប្រកបទាល់ច្រកក៏រត់ចូលទៅក្នុងរូងភ្នំមួយនៅក្បែរនោះវងឆ្កែរត់ដេញតាមប្រកិតពីក្រោយប៉ុន្តែកញ្ជ្រោងរត់ចូលផុតទៅក្នុងរូងភ្នំទៅហើយវងឆ្កែខំកកាយដីតែចូលក្នុងរូងភ្នំមិនបានកញ្ជ្រោងត្រេកអរណាស់ស្មានថារួចខ្លួនហើយពេលនោះព្រានព្រៃកាច់មែកឈើមកដុតបំពួកនៅមាត់រូងផ្សែងភ្លើងហុយចូលពេញក្នុងរូងភ្នំធ្វើ